ភាសកជាង1000គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភាសកប្រមាណជាង1000គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រឹកខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារតែហ៊ានឈ្លានពានថៃដាក់ទូកុងតឺន័រនិងលួចបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លងការពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AFP ក្នុងអំឡុងពេលចុះផ្ដិចយកទិដ្ឋភាពជនភាសកនេះទៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅក្នុងឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភាសកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តធ្វើទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភាសកសរុបជាង 640,000 នាក់មាន 2,442,267 នាក់ក្នុងនោះស្ត្រី 12,7,869 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ